តំណាក់តំណងរវាងជាតិស្ករជាតិផ្អែមទៅនឹងមហារីកទី1ថាតើជាតិស្ករជាតិផ្អែមហ្នឹងជាអ្នកបង្កឲ្យកើតជំងឺមហារីកដោយផ្ទាល់ដែរឬទេចម្លើយគឺមិនមែនទេប៉ុន្តែជាតិស្ករភេសជ្ជៈផ្អែមអាហារដែលមានជាតិផ្អែមខ្លាំងជាប់ជាប្រចាំបរិភោគជាតិផ្អែមខ្លាំងជាប់ជាប្រចាំគឺហានិភ័យប៉ះពាល់ដល់សុខភាពទី1ឲ្យឡើងទម្ងន់ឲ្យធាត់ទី2គឺអាចឲ្យ insulin resistant ឲ្យជាតិ insulin កើនឡើងនឹងឈាមច្រើនអាចទៅជាទឹកជំងឺ metabolic ផ្សេងកាលណាធាត់កាលណាមាឌធំbody mass index លើសពីvalue normal បានន័យថាគីឡូនិងកម្ពស់របស់យើងអត់សមាមាត្រគ្នាយើងធំលើសទម្ងន់រហូតដល់ធាត់កត្តាធាត់នោះទៅវិញទេដែលជាអ្នកបង្កដែលជាមានហានិភ័យ risk factor បង្កទៅជាជំងឺ metabolic បង្កមានហានិភ័យខ្ពស់នឹងកើតជាជំងឺមហារីកផ្សេងអាហ្នឹងយើងមានឯកសារវិទ្យាសាស្ត្រដែលគេបានសិក្សាទៅឃើញមានតំណាក់តំណងរវាងការធាត់ទៅនឹងជំងឺផ្សេងទៅនឹងជំងឺមហារីកផ្សេងហ្នឹងមានណាតែជាតិស្ករមិនបានបង្កឲ្យទៅជាកើតជំងឺមហារីកដោយផ្ទាល់នោះទេទី2ថាតើជាតិស្ករបានទៅចិញ្ចឹមកោសិកាមហារីកអត់ក្នុងករណីអ្នកជំងឺមានមហារីកហើយអញ្ចឹងយើងញ៉ាំអាហារមានជាតិស្ករជាតិផ្អែមនៅក្នុងម្ហូបអាហាររបស់យើងហ្នឹងមានបាយមានម្សៅមាននំប៉័ងមានផ្លែឈើផ្អែមទាំងអស់ហ្នឹងមានកាហ្វេទឹកដោះគោអីឡាក់ហ្នឹងថាតើវាទៅចិញ្ចឹមកោសិកាមហារីកអាចធ្វើឲ្យមហារីកកាន់តែវិវត្តលឿនអាចឲ្យលប់មហារីកឡើងវិញឬអាចឲ្យការព្យាបាលមហារីកហ្នឹងអត់សូវជោគជ័យដោយសាររបបអាហារមានជាតិផ្អែមនឹងអត់ចម្លើយគឺក៏មិនមែនដែរណាប៉ុន្តែកោសិកាមហារីកគឺជាកោសិកាជាផ្នែកមួយនៃខ្លួនយើងដែរនោះគាត់ថាវាបំរែបំរួលសែនរបស់វាលែងស្ដាប់ពជារបស់យើងអញ្ចឹងវាកើតកូនកើតចៅរហូតអត់ក្រោមការគ្រប់គ្រងរបស់ខ្លួនយើងទៀតអញ្ចឹងសរុបមកវិញកោសិកាមហារីកក៏ដូចជាកោសិកាក្នុងខ្លួនយើងដែរគឺត្រូវការហូបត្រូវការស៊ីជាតិស្ករជាតិសាច់ជាតិអីទាំងអស់ក្នុងខ្លួនរបស់យើងដើម្បីវារីកលូតលាស់ធំធាត់ដូចគ្នាប៉ុន្តែមិនមែនមានន័យថាយើងត្រូវតែផ្ដាច់របបអាហារទាំងអស់ពីក្នុងខ្លួនយើងឲ្យតែមានជាតិស្ករគឺអត់ហូបទាំងអស់គឺខុសហើយធ្វើអញ្ចឹងខុសហើយណាហើយការតមដកយកបានន័យថាកិច្ចរបបអាហារកិច្ចជាតិស្ករជាតិផ្អែមជាតិម្សៅ carbohydrate ទាំងស្រុងហ្មងព្យាយាមតមរបបអាហារទាំងស្រុងហ្មងគឺខុសហើយធ្វើអញ្ចឹងអ្នកជំងឺមហារីកទាំងឡាយណាដែលព្យាយាមតមរបបអាហារខ្លាំងពេកអញ្ចឹងធ្វើឲ្យកាន់តែស្គមធ្វើឲ្យខ្វះអាហារូបត្ថម្ភធ្វើឲ្យខ្លួនកាន់តែខ្សោយធ្វើឲ្យការព្យាបាលកាន់តែថយកាន់តែថយប្រសិទ្ធភាពទៅវិញទេអញ្ចឹងរឿងដែលត្រូវធ្វើគឺធ្វើឲ្យគឺធម្មតាហូបចុកធម្មតាថែរក្សាទម្ងន់គាត់ថែរក្សាទម្ងន់របស់យើងឲ្យថេរឲ្យល្អឲ្យស្ថិតនៅក្នុង range body mass index normal អត់ឲ្យស្គមពេកអត់ឲ្យធាត់ពេកហើយយើងរៀនចំណាំខ្លួនយើងទៅអញ្ចឹងការហូបរបបអាហាររបស់យើងគឺអត់ត្រូវតមជ្រុលពេកនោះទេ